វីដេអូនេះខ្ញុំធ្វើផ្ញើសម្រាប់បងប្អូនថ្នាក់បឋមរបស់ខ្ញុំប៉ុន្តែខ្ញុំចង់ចែករំលែកអ្នកទាំងអស់គ្នាឲ្យកុំភ្លេចចូលទៅ account កណ្ដាលនេះថ្នាក់បឋម PLP យើងសិក្សាជាប្រចាំថ្ងៃផងពេលចូលទៅដល់ឃើញផ្ទាំងបែបនេះមានច្រើនរូបវិស័យខ្លាំងមែនតើយើងមិនទាន់អាចចូលយើងត្រូវចូលទៅកាន់គណនីផ្ទាល់ខ្លួនរបស់យើងចូលតាមឈ្មោះអ្នកប្រើប្រាស់ក៏បានលេខសម្ងាត់ក៏បានតែខ្ញុំចូលតាម scan QR ចឹងយើងទៅជ្រើសរើសរូបភាពខ្ញុំ QR ទៅហើយខ្ញុំយកកូនសិស្សខ្ញុំម្នាក់ចឹងកុំឲ្យលឺចូល account គេប្រៀបដាមើលបានហាមចូលចានេះជា account កូនសិស្សរបស់ខ្ញុំម្នាក់អញ្ចឹងបើចឹងដឹងអីផ្សេងទៀតនេះខាងទៀតនេះវាមានកន្លែងរៀនតាមដានធ្វើតេស្តអីលទ្ធផលអីយើងនឹងរងតាមក្រោយអញ្ចឹងយើងអាចទៅតេស្តឧទាហរណ៍កូនសិស្សខ្ញុំថ្នាក់ទី6អញ្ចឹងគាត់អាចរៀនសិលបងមេរៀនចាប់ពីពេលមេរៀនទី1ដល់មេរៀនទី20តែ21ដល់27នេះអានេះមេរៀនបន្ថែមមានអត់មានវិញ្ញាសាហើយបច្ចុប្បន្នយើងរៀនដល់មេរៀនទី16%ចូលធ្វើលំហាត់អត់បែរវិញ្ញាសាណាអីយើងធ្វើលំហាត់1 2មួយខ្ញុំមកព្រោះលំហាត់លោកគ្រូអ្នកគ្រូបានរៀបចំធ្វើថ្មីរហូតអញ្ចឹងតេស្តសាកល្បងមួយខ្ញុំ1 2បានហើយអញ្ចឹងគេឲ្យសួរថាផ្នែកផាត់ពណ៌ហ្នឹងស្មើប៉ុន្មានភាគរយអញ្ចឹងយើងរាប់មក16ដងអញ្ចឹង60%ត្រឹមត្រូវអូលយមែនតើគេអាប់ដេតថ្មី45%នៃ3500គឺមិននេះចេះអូយមិនចេះដាក់សិនណាខុសបណ្ដោយអាហ្នឹងខ្ញុំឧទាហរណ៍ណាចាំបើសិនជាយើងធ្វើខុសនឹងមានដំណោះស្រាយឲ្យយើងមើលអញ្ចឹងគេថា45%នៃ3500មានន័យថាយើងត្រូវយក45ចែកនឹង100គុណនឹង3500ចម្លើយឃើញ1575ចាយើងចំណាំទុកណាពេលខុសយើងជីកពីបន្ទាប់អញ្ចឹងទៅមានលំហាត់មួយនេះយើងធ្វើខុសអញ្ចឹងយើងអាចធ្វើលំហាត់បន្ទាប់ទៀតឥឡូវខ្ញុំឧទាហរណ៍ខ្ញុំឆ្លើយទៅមុខរហូតដល់ចេញចម្លើយចុងក្រោយមិនដែរ n% នៃ48ប្រកែកណាអត់ដឹងទេពេលជួនកាលចម្លើយចេះយកណាខកុំប្រកាន់អីណោះបន្ទាប់អានេះខ្ញុំរាប់ស្រួលពីទៅមុខបានសំណួរទី8ហើយ1.25%នៃសញ្ញាស្រួលស្មើ80ត្រឹមត្រូវចេះត្រូវដែរមិនចេះខ្ញុំត្រឹមត្រូវត្រូវទៀតខ្ញុំចេះដែរណាខ្ញុំចង់បានចម្លើយចុងក្រោយណាអូខេចឹងយើងត្រឡប់មកមើលនេះគឺឆាយាគាត់ជាសិស្សហើយបន្ទូគាត់បានតែ8ឯក្នុង10សំណួរមានថាគាត់ឆ្លើយត្រូវបាន8អញ្ចឹងបើសិនជាយើងចង់រក្សាទុកយើងជិះពីរក្សាទុកបើយើងចង់ធ្វើម្ដងទៀតយកបាន10ពេញចឹងយើងព្យាយាមម្ដងទៀតបើមិនចឹងទេយើងចាក់ចេញមកដល់ក្រៅអញ្ចឹងក្នុងមួយមេរៀនហ្នឹងវាមាននិយាយរួម3ច្រើនលំហាត់តាមផ្នែកនីមួយៗអញ្ចឹងចាប់ពីមេរៀនភាគរយយើងចូលប្រភេទនឹងភាគរយឬក៏សង្កបៈកំសាន្តហ្នឹងពពួកលំហាត់បន្ថែមតាក់ទងនឹងមេរៀនដែរប៉ុន្តែរៀងខ្លាំងជាងវាល្អជាងលំហាត់ក្នុងមេរៀនមានន័យថាឲ្យយើងនឹងចេះគិតឲ្យបានច្រើនជាងមុនទៅពេលយើងឆ្លើយអស់អញ្ចឹងនឹងចេញលទ្ធផលហើយបើយើងអត់ចង់ឆ្លើយទេយើងចាក់ចេញមកវាចេញមកក្រៅហើយចង់ទៅទំព័រដើមជិះពីទំព័រដើមអញ្ចឹងវាដល់ខាងមុខវិញអញ្ចឹងណាហើយបើចង់ដឹងលទ្ធផលយើងមិនណាអញ្ចឹងយើងទៅចុចកន្លែងតាមដានអញ្ចឹងយើងតាមដានថ្នាក់ទី6របស់យើងហើយមកវិជាមិញធ្វើកណិតនិយាយដាក់ទាំងអស់មកថ្ងៃនេះធ្វើសំណួរ10ត្រូវតែ8ទេអញ្ចឹងវាស្មើនឹង80%នេះខ្ញុំឆ្លើយលឿនឲ្យឃើញ49នាទីហ្នឹងណាចុះនេះជាសំណួរតាមមេរៀននេះមាននាទីមានអីឲ្យស្រេចចង់ដឹងប្រវត្តិសំណួររបស់យើងហើយបើយើងធ្វើបានច្រើនយើងនឹងទទួលបានវិញ្ញាបនបត្រអានឹងចាំអ្នកគ្រូ scan ឲ្យតាមក្រោយប៉ុន្តែឲ្យចូលលេងសិនឲ្យចូលធ្វើលំហាត់លេងសិនណា